มีระบบอัดให้มีระบบอัดថ្ងៃនេះដែរគឺយើងមានបច្ចេកទេសថ្មីក្នុងការចាប់ត្រីងាយស្រួលដើម្បីយកមកចែកជូនបងប្អូនទស្សនាអំពីបច្ចេកទេសក្នុងការដាក់ស្បៃសាបបាទចាប់ត្រីក្នុងប្រឡាយថាតើស្បៃសាបរបស់យើងមានប្រវែងប៉ុន្មានហើយយើងទិញប៉ុន្មានគីឡូតតឹងប្រវែងប៉ុន្មានបណ្ដោយប្រវែងប៉ុន្មានហើយយើងដេរជាទម្រង់បែបណាដើម្បីងាយស្រួលក្នុងការដាក់ទៅក្នុងប្រឡាយឬក៏កែងប្រឡាយស្រែប្រាំងដើម្បីឲ្យត្រីចូលមករស់នៅហើយរយៈពេលប៉ុន្មានដើម្បីយើងអាចលើកស្បៃសាបរបស់យើងប្រមូលបាទចាប់ត្រីដែលមកនៅក្នុងកែងប្រឡាយរបស់យើងតោះបងប្អូនទៅទស្សនាទាំងអស់គ្នាយើងឃើញថានៅប្រឡាយស្រែប្រាំងរបស់យើងគឺចាប់ផ្ដើមរិញស្រកបន្តិចម្ដងដោយសារបងប្អូនប្រជាកសិកររបស់យើងធ្វើការបូមទឹកបញ្ចូលទៅស្រែប្រាំងហើយយើងឃើញថាមានប្រភេទត្រីជាច្រើនបាទជាពិសេសត្រីកញ្ចុះបាទចាប់ផ្ដើមពុលទឹកហែបពេញទឹកតែម្ដងឃើញបែបនេះហើយយើងក៏ចាប់ផ្ដើមសិញ្ជឹងគិតថាតើយើងត្រូវរកវិធីសាស្ត្របែបណាដើម្បីងាយស្រួលក្នុងការប្រមូលចាប់ត្រីបាទច្រើនប្រភេទមានត្រីផ្ទក់ត្រីអណ្ដែងបាទត្រីតាអោនត្រីកញ្ចុះដែលកំពុងតែហែបកក់កញ្ញពេញទឹកហ្នឹងដោយមានភាពងាយស្រួលនិងមិនចាំបាច់ចំណាយប្រាក់ច្រើនជាពិសេសគឺយើងមិនចំណាយកម្លាំងធម្មពលច្រើនឬក៏យើងត្រូវមានគ្នាច្រើននោះទេហើយបន្ទាប់ពីការស្រាវជ្រាវអស់រយៈពេលជាច្រើនឆ្នាំតាមរយៈ Google ChatGPT និង Gemini យើងក៏ទទួលបានលទ្ធផលដ៏គួរប្រសើរគឺយើងនឹងទិញស្បៃក្រឡា3ហ៊ុនកន្លះប្រវែងខ្ទង់30ទៅ40ម៉ែត្រដើម្បីធ្វើការដេរជារាងអក្សរអុយដើម្បីដាក់ពន្លិចចូលទៅក្នុងប្រឡាយវិធីសាស្ត្របែបនេះគឺយើងចាយលុយតែម្ដងទេគឺនៅពេលដែលយើងទិញសាច់យកមកដេរជារាងអក្សរអុយទៅតាមប្រវែងដែលយើងចង់បានដាក់ចូលទៅក្នុងប្រឡាយរយៈពេលខ្ទង់តែ10ទៅ15ថ្ងៃយើងអាចធ្វើការលើកស្បៃសាបដើម្បីប្រមូលចាប់ត្រីបានហើយក្នុងពេលដែលយើងលើកស្បៃសាបប្រមូលចាប់ត្រីយើងគឺមិនមានការចំណាយផ្សេងដូចជាការបូមទឹកបាទការចំណាយទៅលើប្រេងម៉ាស៊ីនដើម្បីចាក់ក្នុងការបូមទឹកប្រឡាយរីងដើម្បីចាប់នោះទេយើងក៏មិនត្រូវការគ្នាច្រើនដើម្បីធ្វើការងារនោះដែរយើងត្រូវការគ្នាខ្ទង់តែ2ទៅ3នាក់ជាការស្រេចហើយចំពោះស្បៃសាបគឺបងប្អូនអាចកំងប្រភេទសាច់ញឹកឬក៏រង្វើលទៅតាមតំបន់របស់បងប្អូនដែលមានប្រភេទត្រីតូចឬក៏ត្រីធំដែលបងប្អូនចង់បានហើយចំពោះរយៈពេលវិញគឺយើងអាចទុករយៈពេល1សប្តាហ៍10ថ្ងៃឬក៏កន្លះខែក្នុងការលើកម្ដងក៏បានគ្រាន់តែថាបើសិនជាយើងប្រើរយៈពេលខ្លីត្រីក៏អាចមានបរិមាណរស់នៅក្នុងស្បៃសាបរបស់យើងតិចតួចទៅតាមរយៈពេលផងដែរហើយក្នុងការលើកក្នុងប្រឡាយរបស់យើងនេះគឺឃើញថាយើងអាចលើកបានខ្ទង់4ទៅ5ដងក្នុងរដូវកាលស្រែប្រាំងរបស់យើងហើយចំណែកឯស្បៃសាបរបស់យើងគឺយើងអាចប្រើរយៈពេលរហូតដល់3ទៅ5ឆ្នាំផងដែរទៅតាមប្រភេទសាច់ស្បៃសាបល្អឬក៏មិនល្អហើយស្បៃសាបដែលយើងកំពុងតែប្រមូលលើកនេះគឺយើងធ្វើការដាក់បានរយៈពេល10ថ្ងៃហើយបងប្អូនអញ្ចឹងយើងក៏ចាប់ផ្ដើមធ្វើការប្រមូលសម្រាប់ចេញដើម្បីធ្វើការលើកបាទប្រមូលចាប់យកត្រីនៅពេលដែលយើងដាក់ស្បៃសាបគឺយើងធ្វើការជន់បានវាពន្លិចចូលទៅក្នុងភក់ហើយធ្វើការខ្ទាស់បាទស្បៃសាបឲ្យជាប់ទៅនឹងច្រាំងដើម្បីពន្លិចចោលហើយយើងធ្វើការដាក់សម្រាប់បាទចូលទៅក្នុងស្បៃសាបរបស់យើងឬក៏គល់ឈើផ្សេងដើម្បីធ្វើឲ្យត្រីវាផ្លាស់ទីមករស់នៅក្នុងស្បៃសាបរបស់យើងហើយបើសិនជាករណីបងប្អូនបានបោះស្បែកគោស្បែកក្របីចូលក្នុងសម្រាប់របស់យើងវាកាន់តែល្អហើយមួយវិញទៀតក៏យើងអាចបញ្ជាទៅនឹងការបង់សំណាញ់យកត្រីពីក្នុងសម្រាប់របស់យើងផងដែរហើយក្នុងពេលលើកសម្រាប់របស់យើងគឺយើងត្រូវការទូកមួយឬក៏កាណូតមួយដើម្បីធ្វើការអង្គុយប្រមូលកំផោងកំប្លោកសារាយបាទចេញពីសម្រាប់របស់យើងឲ្យនៅសល់តែជាប្រភេទត្រីល្អហើយកាលណាស្បៃសាបរបស់យើងកាន់តែញឹកភក់ក៏កាន់តែធ្ងន់យើងក៏កាន់តែចំណាយកម្លាំងខ្លាំងក្នុងការប្រមូលបាទប្រភេទសម្រាប់ចេញពីត្រីតែបើជាស្បៃសាបដែលមានក្រឡារង្វើលវាក៏បង្កភាពងាយស្រួលដល់ការលើករបស់យើងផងដែរបើអាចជៀសបានបងប្អូនកុំដាក់ប្រភេទកំប្លោកចូលសម្រាប់របស់យើងព្រោះប្រភេទឬកំប្លោកគឺធ្វើឲ្យយើងពិបាកក្នុងការស្រាវប្រមូលចេញពីសម្រាប់ខ្លាំងណាស់ហើយយើងឃើញថាការស្រាវសម្រាប់របស់យើងបន្តិចម្ដងពីធំឲ្យរួមមកតូចកាន់តែតូចទៅហើយយើងធ្វើការខ្ចប់បាទបើអាចគឺយើងធ្វើការខ្ចប់យកតែម្ដង
ប៉ុន្តែបើយើងខ្ចប់ឡើងមកទាំងសម្រាប់បែបនេះទាំងកំ plout ទាំងឬកំ plout បែបនេះយើងនឹងពិបាកក្នុងការរើសប្រភេទត្រីចេញខ្លាំងណាស់អញ្ចឹងយើងព្យាយាមរើសសម្រាមរើសកំ plout ឬក៏ភក់ផ្សេងឲ្យស្អាតឲ្យហើយដើម្បីធ្វើការលាងសម្អាតត្រីរបស់យើងឲ្យយើងងាយស្រួលក្នុងការដួសយកមកខាងលើហើយយើងឃើញថាត្រីចាប់ផ្ដើមខាប់ហើយបងប្អូនណាចាប់ផ្ដើមខាប់បន្តិចម្ដងហើយក៏មានលាយឡំទៅនឹងសម្រាមឬកំ plout នេះផងដែរហើយយើងឃើញថាសម្បូរទៅដោយត្រីកញ្ចុះបាទធំថ្លាល្អមែនតើបាទទន្ទឹមនឹងរូបភាពដ៏ស្រស់ស្អាតដ៏ល្អរបស់ប្រភេទត្រីកញ្ចុះនេះក៏យើងត្រូវការប្រុងប្រយ័ត្នឲ្យខ្លាំងមែនតើបាទតាយើងប្រហែសគឺបាទមុតហើយត្រីកញ្ចុះបាទនៅក្នុងសបៃសាបនេះបើសិនជាវាជាប់ជាមួយនឹងសបៃសាបយើងមិនប្រយ័ត្នគឺដឹងតែមុតហើយឥឡូវនេះគឺយើងចាប់ផ្ដើមអនុញ្ញាតបាទដួសត្រីយកមកលើគោកដើម្បីធ្វើការរើសត្រីទៅតាមប្រភេទនីមួយហើយយើងឃើញថាត្រីស្រស់ល្អធំមែនតើបាទមានដូចជាត្រីកញ្ចុះបាទត្រីស្លាតហើយនឹងប្រភេទត្រីតាអោនបាទនឹងត្រីកំភ្លៀងបាទត្រីកំភ្លៀងគឺធំល្អមែនតើបាទយើងអាចយកមកប្រឡាក់ក្រៀមបាទយកមកអាំងហូបជាមួយនឹងត្នោតជូរបាទគឺអែមមែនតើបាទប្រឡាក់កុំឲ្យប្រៃបាទឲ្យសាបបន្តិចទៅហើយដាក់ថែមស្ករបន្តិចគឺត្រូវគ្នាជាមួយត្នោតជូរមែនតើហើយយើងធ្វើការដួសបាទផ្នែកខាងលើទេបងប្អូនគឺយើងទទួលបានប្រភេទត្រីល្អិតបាទមានត្រីកញ្ចុះត្រីកំភ្លៀងត្រីស្លាតត្រីតាអោនហ្នឹងចំណែកឯត្រីរស់បាទត្រីអណ្ដែងគឺវានៅផ្នែកខាងក្រោមបាទកប់ជាមួយនឹងភក់ឬកំប៉ោងដែលនៅផ្នែកខាងក្រោមយើងលើកមិនទាន់ដល់គឺយើងធ្វើការដួសតាមដំណាក់កាលបាទអញ្ចឹងដំណាក់កាលខាងលើនេះគឺយើងដួសប្រភេទត្រីល្អិតហើយឆ្លៀតពេលនេះក៏សូមអនុញ្ញាតខ្លួនឯងឲ្យផ្សព្វផ្សាយជាមួយនឹង sponsor របស់យើងគឺលោកតុងអានបាទហើយលោកតុងអានគឺមានបាទហាងទទួលកាត់សម្លៀកបំពាក់បុរសគ្រប់ប្រភេទសម័យនិងមិនទាន់សម័យផងដែរហើយទឹកដៃរបស់គាត់អែមមែនទែនបាទសាច់ធ្នេខោគឺស្អាតបាទទទួលយកបាន100លើ100បាទហើយបច្ចុប្បន្នគាត់ក៏មានបើកជាភ្នាក់ងាររបស់ F192 ផងដែរបាទ L192 សំទោសហើយបើសិនជាបងប្អូនបាទត្រូវការកាត់សម្លៀកបំពាក់បាទឬក៏ត្រូវការបាទផ្សាយអីវ៉ាន់បាទ order ពី L192 បងប្អូនអាចបាទប្រើភ្នាក់ងារលោកតុងអានបានដែលមានអាស័យដ្ឋាននៅផ្សារស្ពានក្រងភូមិស្ពានក្រងឃុំចំណាក្រោមស្រុកស្ទូងខេត្តកំពង់ធំបាទឥឡូវយើងត្រឡប់មកវីដេអូយើងវិញគឺយើងឃើញថាការដួសរបស់យើងបានជាច្រើនកញ្ច្រែងមកហើយបាទយើងឃើញថាទទួលបានត្រីច្រើនមែនទែនហើយក៏មិនទាន់ធ្វើការរើសបាទចេញពីគ្នានៅឡើយទេដោយសារយើងបាទមិនមានគ្នាច្រើនគ្រប់គ្រាន់ក្នុងការរើសត្រីបានលឿនភ្លាមនោះទេអញ្ចឹងគឺយើងធ្វើការព្យាយាមដួសត្រីផ្នែកខាងលើឲ្យអស់សិនដើម្បីធ្វើការលើកស្បៃសាបបន្ថែមឲ្យវារួមកាន់តតូចដើម្បីធ្វើការរើសសម្រាមហើយប្រមូលត្រីធំដែលនៅខាងក្រោមស្បៃសាបយើងដែលយើងដាក់ចូលក្នុងប្រឡាយប្រវែងខ្ទង់មិនដល់30ម៉ែត្រទេបងប្អូនប៉ុន្តែយើងឃើញថាយើងប្រមូលបានត្រីជាច្រើនបាទយើងដួសសរុបចូលជា20កញ្ច្រែងហើយបងប្អូនណាគាត់ថាយើងដួសម្ដងបាទកន្លះទេមិនពេញទេហើយយើងឃើញថាចាប់ផ្ដើមមានត្រីធំចូលជាបណ្ដាហើយគឺមានន័យថាការលើកស្បៃសាបរបស់យើងគឺចិត្តដល់បាតខាងក្រោមហើយជាក់ស្ដែងយើងក៏ចង់ក្រសោបបាទស្បៃសាបហ្នឹងឡើងមកលើគោកផងដែរប៉ុន្តែដោយសារនៅខាងក្នុងវាមានភក់មានរឹសកំ plout ហើយមានសម្រាមច្រើនធ្វើឲ្យទម្ងន់វាក៏ធ្ងន់ទៅតាមនោះដែរកាលណាបើយើងព្យាយាមអូសឡើងមកលើគោកវាអាចនឹងធ្វើឲ្យរហែកស្បៃសាបរបស់យើងដោយសារនៅមាត់ច្រាំងក៏មានគ្រោះជាច្រើនផងដែរធ្វើឲ្យងាយក្នុងការខូចខាតអញ្ចឹងយើងមានតែបន្តដួសរហូតដល់កម្រិតដែលយើងគិតថាយើងអាចក្រសោបលើកមកលើបានដោយងាយស្រួលហើយម្យ៉ាងវិញទៀតយើងមិនអាចដួសប្រភេទត្រីរស់ឬក៏ត្រីអណ្ដែងដោយប្រើកញ្ច្រែងរបស់យើងបានទេព្រោះកាលណាតែយើងលើកចេញវាអាចនឹងលោតចេញចូលទឹករួចបាត់អញ្ចឹងយើងធ្វើការព្យាយាមដួសតាមប្រភេទត្រីល្អិតនិងសម្រាមចេញហើយចុងក្រោយយើងនឹងក្រសោបយកត្រីធំទាំងអស់ឡើងទៅលើគោកហើយការងារលើកស្បៃសាបនេះបើសិនជាអត់មានទុកឬក៏កាណូតទេគឺធ្វើឲ្យយើងមានការលំបាកមែនទែនព្រោះករណីបើក្នុងប្រឡាយរបស់យើងទឹកជ្រៅលើកគឺយើងពិបាកក្នុងការស្រាវក្រសោបស្បៃសាបយើងមែនទែនហើយវាធ្វើឲ្យត្រីងាយស្រួលក្នុងការលោតចេញពីស្បៃសាបយើងទៅវិញដោយងាយស្រួលផងដែរហើយម្យ៉ាងវិញទៀតយើងក៏ត្រូវចំណាយកម្លាំងច្រើនជាងដែលយើងអង្គុយនៅលើកាណូតស្រាវបន្តិចម្ដងបាសម្រាមឬកំ plout ចេញបន្តិចម្ដងហើយយើងឃើញថាត្រីតូចយើងបានប្រមូលដួសចេញមកអស់ស្ទើរតែទាំងអស់ហើយ
ហើយនៅក្នុងស្បៃសាបរបស់យើងគឺនៅសល់តែប្រភេទបាទត្រីធំនិងត្រីល្អិតមួយចំនួនតែប៉ុណ្ណោះហើយមើលទៅយើងក៏អាចក្រសោបឡើងមកលើគោកបានដោយងាយស្រួលផងដែរយើងក៏ចាប់ផ្ដើមទាញក្រសោបអូសឡើងមកហើយយើងឃើញថាបាទមានត្រីជាច្រើននៅក្នុងស្បៃសាបរបស់យើងមានដូចជាត្រីរស់បាទត្រីអណ្ដែងបាទមានអណ្ដែងរឹងអណ្ដែងទុនធំធាត់ល្អមែនតើបាទហើយយើងក៏ចាប់ផ្ដើមចាំត្រីរស់ត្រីអណ្ដែងបាទដាក់ចូលទៅក្នុងកានដែលមានទឹកដើម្បីប្រោះវាឲ្យរស់ងាយស្រួលក្នុងការដឹកយកទៅផ្ទះហើយត្រីអណ្ដែងក្នុងប្រឡាយនេះគឺវាខ្លាំងមានកម្លាំងខ្លាំងមែនតើវារើខ្លាំងហើយបើយើងមិនមានជំនាញក្នុងការចាប់ទេអាចបណ្ដាលឲ្យមុតបានអញ្ចឹងយើងចាប់ដោយប្រុងប្រយ័ត្នហើយយើងសង្កេតឃើញថាយើងចាប់ផ្ដើមប្រមូលបាទត្រីប្រភេទត្រីកញ្ចុះផ្សេងត្រីក្រាញ់យើងប្រោះផ្សេងបាទហើយត្រីរស់ត្រីផ្ទក់យើងប្រោះក្នុងកានដែលមានទឹកផ្សេងហើយយើងនឹងធ្វើការបាទសរុបលទ្ធផលរបស់យើងថាតើការលើកស្បៃសាបរបស់យើងនឹងដែលយើងបានដាក់រយៈពេល10ថ្ងៃទទួលបានត្រីទៅតាមប្រភេទនីមួយៗប៉ុន្មានគីឡូជាចុងក្រោយសរុបលទ្ធផលយើងទទួលបានត្រីរស់ត្រីអណ្ដែងចំនួនខ្ទង់30គីឡូត្រីកញ្ចុះយើងទទួលបានខ្ទង់50គីឡូនិងប្រភេទត្រីក្រាញ់បាទត្រីស្លាតត្រីតាអោនខ្ទង់ចំនួនប្រហែលជា10គីឡូទៀតបន្ទាប់ពីរួចរាល់ការងារហើយយើងក៏ចាប់ផ្ដើមធ្វើការហូបបាយជាមួយនឹងត្រីស្រស់ៗរបស់យើងដែលយើងបានយកមកអាំងផ្ទាប់ជាមួយនឹងជ្រក់ស្វាយបាទយើងឃើញថាត្រីក្តៅហើយបាទជាមួយនឹងបាយខ្ចប់ស្លឹកចេកមើលទៅគឺទំនងឆ្ងាញ់មែនទែនអរគុណបងប្អូនដែលបានទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់ជួបគ្នាជាមួយខ្ញុំម្ដងទៀតនៅវីដេអូក្រោយ